កណាសូមលើកយកពាក្យអធិដ្ឋានបារមីមកបញ្យល់ដែលពាក្យនេះខ្លឹមសារនេះស្រង់ចេញពីសន្ទានុក្រមបាលីនិងសន្ទានុក្រមពុទ្ធសាសនាពាក្យថាអធិដ្ឋានបារមីមកពីពាក្យថាអធិដ្ឋានមកនឹងបារមីអធិដ្ឋានប្រែថាសេចក្តីតាំងចិត្តហើយពាក្យថាបារមីប្រែថាគុណជាតិដ៏ល្អដែលបុគ្គលគួរបំពេញពាក្យថាគុណជាតិដ៏ល្អដែលបុគ្គលគួរបំពេញមានន័យថាអំពើជាកុសលដែលបុគ្គលគួរធ្វើហើយធ្វើដើម្បីលះកិលេសពាក្យថាលះកិលេសគឺមិនន័យថាមិនមែនការធ្វើអំពើជាកុសលហើយមានការប្រាថ្នានៅកាមវត្ថុកាមនោះទេគឺដើម្បីលះនៅវត្ថុកាមគឺដើម្បីលះកិលេសនោះឯងដូច្នេះពោលដោយអធិប្បាយចំពោះពាក្យអធិដ្ឋានបារមីគឺថាការបដិញ្ញាចិត្តការតាំងចិត្តការបដិញ្ញាដោយផ្លូវចិត្តឬក៏ការតាំងចិត្តសុបក្នុងកុសលធម៌ណាមួយដោយសេចក្តីបរិសុទ្ធមិនលុះក្នុងអំណាចតណ្ហាគឺមិនប្រាថ្នាលៀបសក្ការៈឬក៏យសស័ក្តិឬក៏ផលប្រយោជន៍ពីជនដទៃហើយសមាទាននៅកម្មជាកុសលដោយសេចក្តីតឹងរ៉ឹងមកមុតអង្អាចដើម្បីកម្ចាត់នៅកិលេសអាសវៈឬក៏អាសវៈកិលេសទាំងពួងទោះបីជាមានទុក្ខវេទនាមកជ្រៀតជ្រែកឬក៏គ្រប់សង្កត់យ៉ាងណាក៏ដោយក៏មិនបន្ធូរបន្ថយឬក៏លះបង់ចិត្តដែលតម្កល់សុខហើយនោះចោះបោះបង់ចោលនោះទេទាំងនេះហើយហៅថាអធិដ្ឋានបារមីអធិដ្ឋានបារមីប្រែថាគុណជាតិជាគ្រឿងដល់នៅត្រីគឺព្រះនិព្វានព្រោះការតាំងចិត្តសុបក្នុងកុសលធម៌អធិដ្ឋានបារមីនេះចែកចែងជា3កម្រិតជា3យ៉ាងទី1អធិដ្ឋានបារមីទី2អធិដ្ឋានឧបបារមីហើយនិងទី3គឺអធិដ្ឋានបរមត្ថបារមីអធិដ្ឋានបារមីគឺការតាំងចិត្តសុបក្នុងកុសលធម៌ដោយមត្យាទោះបីបុត្រភរិយាមានទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនបង្អន់ចិត្តនឹកដល់បុត្រភរិយានោះព្រមទាំងមិនបន្ធូរបន្ថយលះបង់កុសលធម៌ចោលនោះទេយ៉ាងនេះហើយហៅថាអធិដ្ឋានបារមីទី2ចំណែកទី2អធិដ្ឋានឧបបារមីគឺការតាំងចិត្តសុបក្នុងកុសលធម៌ដោយតឹងរ៉ឹងទោះបីមានសេចក្តីទុក្ខវេទនាដល់អវយវៈតូចធំរបស់ខ្លួនយ៉ាងណាក្តីក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌នោះចោលដែរយ៉ាងនេះហើយហៅថាអធិដ្ឋានឧបបារមីចំណែកទី3អធិដ្ឋានបរមត្ថបារមីគឺការតាំងចិត្តសុបក្នុងកុសលធម៌ដោយតឹងរ៉ឹងទោះបីមានសេចក្តីអន្តរាយដល់អាយុជីវិតក៏ដោយក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោលយ៉ាងនេះហើយហៅថាអធិដ្ឋានបរមត្ថបារមីដូច្នេះនិយាយជារួមគឺថាអធិដ្ឋានបារមីគឺតេតងនឹងប្រពន្ធកូននិងត្រភរិយាគឺមិនchấpចម្ពាក់ហើយទី2អធិដ្ឋានឧបបារមីហ្នឹងគឺមិនchấpចម្ពាក់ទៅនឹងអវយវៈតូចធំដៃជើង
ហើយទី3អតិថានឧបរមត្ថបារមីនោះគឺมันchấpចំពាក់ទៅនឹងអាយុជីវិតអញ្ចឹងកណាសូមបញ្ចប់ត្រឹមនេះ